មានបងប្អូនយើងខ្លះគាត់ថាចេះឃើញពួកខ្ញុំធ្វើវីដេអូទៅតាមហាងឬក៏ហូបសិតតែហូបឆ្ងាញ់ឆ្ងាញ់អីចឹងណាតាមពិតមិនមែនបានហូបឆ្ងាញ់រាល់ដងទេបងប្អូនតាមពិតវាមានហូបឆ្ងាញ់ខ្លះអត់ឆ្ងាញ់ខ្លះចឹងទៅបងប្អូនប៉ុន្តែកន្លងមកខ្ញុំច្រើនតែធ្វើកន្លែងណាដែលតំណងទៅចេះចង់ធ្វើវីដេអូអញ្ចឹងដើម្បីបាទបង្ហាញវីដេអូថាកន្លែងដែលយើងទៅមិនមែនគឺទៅតែកន្លែងឆ្ងាញ់ទេកន្លែងអត់ឆ្ងាញ់ក៏យើងទៅបានដែរអញ្ចឹងណាអញ្ចឹងឥឡូវថ្ងៃនេះយើងទៅបាយថ្ងៃត្រង់ពីអ្នកបង្ហេងហ្នឹងនៅម្ដុំចិត្តផ្សារកាប់គោបាទនៅចិត្តផ្សារកាប់គោបងប្អូនបាទហើយឥឡូវនេះចង់បង្ហាញបងប្អូនថាទៅយើងទៅបាយនៅនឹងអស់ចំណាយអស់ប្រហែលប្រមាណអញ្ចឹងណាបងប្អូនបាទអញ្ចឹងនេះឥឡូវដើរបាទពីអ្នកបង្ហេងយើងនៅតែកន្លែងធ្វើការកាលពីមុនយើងមានថង់ជីវិតមានបាយមានម្ហូបស្រាប់មកពីផ្ទះប៉ុណ្្នឹងថ្ងៃនេះអត់មានអញ្ចឹងឥឡូវពួកខ្ញុំដើរកំសាន្តផងហាត់ប្រាណផងបាទថ្ងៃត្រង់មកកន្លែងចិត្តផ្សារកាប់គោបាទឃើញកន្លែងគេលក់ដូរច្រើនណាស់នៅម្ដុំនេះមានគេលក់ម្ហូបស្រាប់បាទមានតែបងប្អូនមើលឃើញតំណលីហាលគេនេះអូលីហាលនេះមើលទៅតំណអាមេក្តៅហិលចឹងមកដូចដាក់ទៅឆ្ងាញ់ហ្មងណាបងប្អូនបាទឥឡូវយើងដើរមិនយកម៉ូតូទៅផ្សារកាប់គោនៅចិត្តនឹងដែរហើយនេះខ្ចៅនេះបងប្អូនមើលខ្ចៅវាតំណខ្ចៅស្ងោបាទអញ្ចឹងនៅចិត្តផ្សារកាប់គោនេះគេមានលក់បាយស្រាប់ម្ហូបស្រាប់អញ្ចឹងថ្ងៃនេះយើងមកសាកបាយស្រាប់ម្ហូបស្រាប់នោះវារៀងធូរថ្លៃអញ្ចឹងណាបងប្អូនបាទនេះលីហាលដែរចឹងឥឡូវដើរលេងមកប៉ុន្តែក៏កន្លែងបាយហ្នឹងគេអត់មានទឹកដាក់ឲ្យយើងទេបាទអត់មានតែតកកមានអីឲ្យយើងទេអញ្ចឹងយើងដើរបដើបង្ហេងបាទគាត់ឆ្លៀតចូលទៅទិញទឹកសុទ្ធឲ្យហើយពីព្រោះនៅកន្លែងបាយគេអត់មានផ្ដល់តែតកកឲ្យយើងទេអញ្ចឹងបង្ហេងគាត់ដើរបដើមើលបដើហមមើលកន្លែងណាមានលក់ទឹកសុទ្ធគឺយើងទិញទៅហើយពីព្រោះកន្លែងបាយហ្នឹងគេអត់មានឲ្យទឹកសុទ្ធយើងអញ្ចឹងណានេះកន្លែងនេះបង្ហេងគាត់ចូលទិញទឹកសុទ្ធម្នាក់ម្ដងទៅហើយទៅហើយខ្ញុំមកកន្លែងលក់បាយនេះបងប្អូននេះបាយម្ហូបស្រាប់នៅតាមផ្លូវក្បែរចិត្តផ្សារកាប់គោបងប្អូនមើលត្រីអាំងគេតំណងមានត្រីដណ្ដែងមានត្រីផ្ទក់អីចឹងទៅអាំងបាទ1,500 1000ធូរថ្លៃបាទយើងហូបអញ្ចឹងខ្លះទៅដើម្បីសន្សំសំចៃបាទព្រោះសេដ្ឋកិច្ចឥឡូវវារៀងយ៉ាប់យ៉ឺនដែរអញ្ចឹងណាបងប្អូនសាំងក៏ឡើងថ្លៃដែរអញ្ចឹងយើងមកបែបអឺចិត្តផ្សារអញ្ចឹងទៅវារៀងធូរថ្លៃមួយយ៉ាងដែរហើយគេអាំងថ្មីក្តៅមើលទៅតំណងរបស់គេដែរតើបងប្អូនអ្នកឃើញទេត្រីនេះថ្មីបាទហើយពេលដែលយើងកំងចឹងទៅគេមានទឹកអំពិលទុំគេមានទឹកត្រីស្វាយអីមួយយ៉ាងរបស់គេដែរបងប្អូននេះកន្លែងគេលក់បាទមានទាំងទ្រាប់អាំងមានទាំងអីទៀតបាទម្ហូបគេមានម្ហូបស្រាប់ផ្សេងច្រើនមុខដែរមិនមែនមានតែត្រីអាំងនឹងតែមួយមុខទេបាទគេមានច្រើនមុខដែរហើយឥឡូវនេះបាទកំងម្ហូបពីអ្នកបង្ហេងម្ហូបស្រាប់ដាក់ត្រីផ្ទក់មួយដាក់ឆាទ្រាប់មួយចឹងទៅធូរថ្លៃហើយបាយបាទល្មមមួយឆ្អែតបាទគេដាក់បាយម្នាក់មួយចានទៀតទៅបាទម្ហូបមានច្រើនមុខប៉ុន្តែយើងមករៀងថ្ងៃទីហើយវារៀងចង់អស់ហើយបងប្អូននេះម្ហូបមានពងទាស្ងោរពងទាប្រៃមានសាច់ក្រកមានត្រីងៀតបាទមានងៀតគោមានត្រីចំហុយអីមានគ្រប់ប្រមុខហ្នឹងបាទយើងមកអញ្ចេះទៅបាទម្យ៉ាងដែរនេះឥឡូវគេដាក់មកឲ្យនេះត្រីអាំងមួយនឹងមកមានបាទទឹកអំពិលទុំមានទឹកត្រីស្វាយបាទហើយបងហេងក៏ចូលចិត្តដែរត្រីបាទហើយខ្ញុំក៏ចូលចិត្តដែរត្រីប្រភេទត្រីអាំងត្រីអីហ្នឹងវាដាក់ទៅវាអត់តលន់ទេបាទមួយទឹកម្ជូរទឹកអំពិលទុំទឹកត្រីស្វាយមានម្ទេសមានអីចឹងទៅអូដាក់ទៅមកឆ្ងាញ់ហ្មងបាទវាអត់តលន់ណាបាទវាជូរហិលចឹងទៅដាក់មកអូញិចម្ទេសជាមួយម្ទេសហិលទៀតរសជាតិបាទឆ្ងាញ់ហ្មងបងប្អូននេះហើយតម្លៃហិតតែធូរទៀតបាទនេះឆាទ្រាប់ដាក់គេច្រកជាប្រអប់ឲ្យស្រេចហ្មងបាទយើងដាក់មកម្នាក់បាយម្នាក់មួយចានអញ្ចឹងមកហើយទឹកសុទ្ធម្នាក់ម្ដងអញ្ចឹងមករួចមកពេលថ្ងៃត្រង់ហើយមិនបាច់ចាំបាច់ទៅណាឆ្ងាយទេយើងទៅពេលខ្លះយើងទៅបែបទៅតាមហាងខ្លះចឹងទៅយូរយើងមកបែបតាមចាមខ្នងខ្លះចឹងទៅបាទកាត់បន្ថយចំណាយព្រោះបើយើងចូលហាងតែរហូតក៏វាបង្កើតដែរហោចំណូលលែងតន់ដែរបាទអញ្ចឹងយើងដាក់មកមួយត្រីអាំងបាទត្រីអាំងនៅនេះគេស្រស់ហ่าបងប្អូនត្រីគេអាំងរសជាតិបាទឆ្ងាញ់វាថ្មីសាច់វាថាផ្អែមហ្មងបាទដាក់ជាមួយនឹងទឹកត្រីស្វាយមួយទឹកអំពិលទុំហ្នឹងមករសជាតិឆ្ងាញ់ហ្មង
ហើយបើសិនជាយើងបានទៅតាមស្រុកស្រែជនបទបាទទៅចំពេលគេពងបូមត្រីឬក៏គេកំពុងតែបងសំណាញ់ឬក៏ទៅស្ទូចត្រីឯងបានអាត្រីបែបតាមស្រុកស្រែត្រីតាមបឹងតាមអីចឹងទៀតអូហិតតែរសជាតិហិតតែឆ្ងាញ់ហិតតែផ្អែមហ្មងបាទត្រីតែយើងរកពីធម្មជាតិមកគឺថាសាច់វាស្វិតណាបងប្អូនសាច់ស្វិតរសជាតិវាឆ្ងាញ់ហ្មងបាទហើយបើបានទៅតាមស្រុកស្រែចកាឥឡូវហ្នឹងមានប្អូនម្នាក់គាត់ឈ្មោះប៉នៅខាងស្រុកមុខកពូលកូនរបស់បងសុងហើយមុនគាត់ថាថ្ងៃណាទំនេរបាទកុំភ្លេចទៅលេងខាងស្រុកមុខកពូគាត់នាំទៅរកត្រីតាមបឹងណាអូបើបានទៅនឹងទៀតរសជាតិកាន់តាឆ្ងាញ់តែម្ដងពីព្រោះទៅអាហ្នឹងទៅធម្មជាតិហ្មងបាទគឺថាយើងដាក់បាយទៅឲ្យហើយយើងមានទឹកត្រី7ទុំយើងមានទឹកទឹកត្រីស្វាយហើយឬក៏យើងមានអំបិលម្ទេសអីក៏បានដែរដាក់ទៅឲ្យហើយទៅដល់នោះរកចក្រានមួយបាទបកាត់ភ្លើងបាទរកត្រីបដាបកាត់ភ្លើងបដាអាំងបដាអញ្ចឹងទៅអូឈ្ងុយដល់តែឆ្ងាញ់ហ្មងបងប្អូនបាទឥឡូវនេះពីអ្នកបងហេងអត់មានកំងអីច្រើនទេមានតែពីរមុខឯងបងប្អូនបាទត្រីផ្ទក់មួយមកហើយឆាទ្រាប់មួយមុខមកដាក់ទៅបាទពីរនាក់ល្មមមកឆ្អែតល្មមហើយគឺថាមកឆ្ងាញ់គឺថាវាអត់តលន់អត់អីញ៉ៃញ៉ៃហើយដាក់តែប៉ុណ្្នឹងមកឆ្អែតល្មមរួចសំរុំហើយនិយាយពីថាលុយវិញបងប្អូនដឹងថាអស់ប្រមាណបងប្អូនសាកទាយសាកមើលមកហូបពីមុខបាយសម្នាក់មួយចានប៉ុន្តែគាត់ថាកន្លែងនេះគេអត់មានឲ្យតែតកកយើងទេអញ្ចឹងខ្ញុំពីអ្នកបង្ហេងត្រូវទិញទឹកសុទ្ធម្នាក់ម្ដងពីក្រៅមកបាទអញ្ចឹងបងប្អូនសាកទាយមើលថាពីអ្នកខ្ញុំហ្នឹងញ៉ាំបាយថ្ងៃត្រង់អស់ម្នាក់ប្រមាណបាទទីលេងសាកមើលទៅបាទបើតាមតែតម្លៃវាមិនថ្លៃហ្មងទេបងប្អូនថ្លៃនៅកន្លែងគាត់សមរម្យបាទទៅតាមត្រីទៅតាមម្ហូបទៅតាមប្រភេទបាយអញ្ចឹងណាហើយមូលហេតុអីបានជាគាត់អត់ដាក់ថែតកឲ្យយើងដោយសារកន្លែងគាត់មានលក់ទឹកបាទគាត់មានលក់ទឹកសុទ្ធអញ្ចឹងគឺគាត់អត់ដាក់តែតកឲ្យយើងទេបើសិនជាគាត់ត្រូវការគឺដាក់តែតកឲ្យយើងគាត់លក់ទឹកសុទ្ធរបស់គាត់អត់ដាច់ទេអញ្ចឹងគាត់ប្រាប់មកអញ្ចឹងអ្នកលក់បាទហើយកន្លែងនេះគឺគេអាំងថ្មីចេះទៅស្រស់មែនតើបាទអញ្ចឹងពីអ្នកបង្ហេងដាក់តែពីរមុខប៉ុណ្ណេះឆ្អែតល្មមហើយបើសិនជាមហូបតែពីរមុខហ្នឹងបើគ្នា3នាក់ក៏ល្មមដែរបាទបងប្អូនកាលមុនយើងធ្លាប់មក3នាក់បើគិតទៅអស់ម្នាក់តែជា5000អីហ្នឹងបាទមហូបពីរមុខបាយ3ចានមានគ្នា3នាក់អីចឹងទៅអស់ចុះអស់15000 16000អីល្មមវាចំណាយតិចបងប្អូនបាទអញ្ចឹងឥឡូវនេះគឺយើងត្រូវតែមានការសំចៃខ្លះបងប្អូនពីព្រោះដោយសារវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោកមានការវាយគ្នាចឹងផងហើយសាំងក៏វាឡើងថ្លៃតំណែងក៏វាអាចនឹងឡើងអញ្ចឹងយើងត្រូវតែកាត់បន្ថយការចំណាយរបស់យើងខ្លះអញ្ចឹងទៅដើម្បីជីវភាពគ្រួសារបាទបើមិនអញ្ចឹងទេរលួយបងធនាគារអត់តាន់ទេបងប្អូនពីព្រោះមួយរយៈនេះវារៀងយ៉ាប់យ៉ឺនតែមិនមែនតែយើងទេគេគ្រប់គ្នាក៏អញ្ចឹងដែរអញ្ចឹងយើងត្រូវរៀនរស់នៅក្នុងបរិបទនៅពេលដែលយើងអត់សូវមានអញ្ចឹងយើងត្រូវតែហូបរបស់ណាដែលសន្សំចៃខ្លះអញ្ចឹងណាបងប្អូនបាទយើងវាមានពេលឆ្ងាញ់ខ្លះបាទវាមានពេលមិនសូវឆ្ងាញ់ខ្លះអញ្ចឹងទៅអញ្ចឹងជីវិតបាទត្រូវតែមានការតស៊ូជីវិតយើងត្រូវចេះបត់បែនបាទតាមកលៈទេសៈរបស់យើងថាតើយើងត្រូវតែហូបដល់របៀបណាបើយើងចេះហូបគ្រប់មុខអញ្ចឹងស្រួលណាបងប្អូនដើរលេងទៅណាមួយគេអត់ចេះមានបញ្ហាទេពីព្រោះយើងចង់ហាងក៏បានចង់បាយតាមចាមផ្លូវក៏បានចង់ចូលកន្លែងមកហូបបែបអឺរ៉ុបក៏បានទៅ buffet ក៏បានអញ្ចឹងគឺយើងអាចចូលចំណោមគេចុះបាទស្រួលពីព្រោះបើសិនជាយើងហូបមកហូបរើសពេកក៏វាពិបាកដែរយើងពិបាកក្នុងការចូលជួនកាលយើងធ្លាប់តែហូបហាងដល់ពេលគេចូលទៅមកហូបនៅតាមចាមផ្លូវយើងអត់ចេះអីចឹងទៅវាធ្វើឲ្យពិបាកដែរអញ្ចឹងសម្រាប់ខ្ញុំពីអ្នកបង្ហេងនេះគឺបត់បែនបានគ្រប់កលៈទេសៈបាទចង់ទៅលក្ខណៈ buffet ក៏បានចង់បាយតាមចាមផ្លូវក៏បានចង់ចូលហាងក៏បានប៉ុន្តែតែចូលហាងញឹកពេកដឹងថាយ៉ាប់យ៉ឺនដែរបងប្អូនអញ្ចឹងយើងអត់ទេយើងចូលតាមហាងខ្លះយើងទៅតាមចាមផ្លូវខ្លះអញ្ចឹងណាបងប្អូនបាទ
ហើយម្ហូបនេះវាលក្ខណៈម្ហូបបែបសុកសែបាទទោះបីជាយើងបាយនៅក្នុងទីក្រុងភ្នំពេញក៏ដោយក៏ប៉ុន្តែយើងហូបបែបម្ហូបសុកសែគឺវាមានរសជាតិឆ្ងាញ់មួយយ៉ាងព្រោះបើយើងអត់បានទៅតាមជនបទទេគឺយើងមានគេលក់នៅភ្នំពេញចេះយើងហូបបែបអ្នកភ្នំពេញចេះក៏មួយយ៉ាងដែរបងប្អូនណាត្រីនិយាយពីថាសាច់វាផ្អែមបាទវាអាំងថ្មីថ្មីវានិយាយថាបងហេងដាក់ក្បាលត្រីមួយគឺថាម៉ត់អស់លេងហ្មងនិយាយពីថាត្រីអត់មានសល់អីទេសល់តែសកាឯងបងប្អូនសល់តែសកាហើយឆ្អឹងឯងពីព្រោះវាអាំងរៀងខ្លោចខាងក្រៅអញ្ចឹងណាបងប្អូនបាទហើយនិយាយពីថាទ្របនេះក៏រសជាតិគ្រាន់បាទរសជាតិរបស់គាត់ធ្វើសមរម្យរសជាតិអាចទទួលយកបានហើយតម្លៃហិតតែពិសេសហ្មងបងប្អូនតម្លៃពីអ្នកគាត់គឺអស់តា12000ទេបងប្អូនបាទមហូប2មុខបាយ2មុខនេះគឺអស់តែម្នាក់6000ទេបាទអស់អ្នក6000ឥឡូវនេះបាញ់លុយទូទាត់ឲ្យអ្នកលក់ទៅអស់តែ12000ចប់